ស្ដីបងបងអូនអូនដែលជាMMO ដៃចាស់ចានាងខ្ញុំ MMO ដៃថ្មីក៏សូមរាប់អានផងបងប្អូនរដូវនេះគឺជារដូវក្តៅខ្លាំងបងប្អូនចារដូវចូលឆ្នាំខាងមុខនេះតើពុកម៉ែបងប្អូនទៅណាដែរហើយមានកម្រងដំណើរកំសាន្តទៅលេងស្រកពុកម៉ែបងប្អូនអត់ចាហើយនាងខ្ញុំវិញចាគឺមានកម្រងចង់អត់ទៅណាទេគឺនៅផ្ទះជួបជុំបងប្អូនដោយសារបងប្អូនសាអ្នកនៅឆ្ងាយអញ្ចឹងខ្ញុំអត់មានទៅណាទេគឺចាំតែបងប្អូនមកជួបជុំខ្ញុំវិញចាពុកម៉ែបងប្អូនវិញចារដូវបុណ្យចូលឆ្នាំខ្មែរខាងមុខនេះមិនចង់ទៅលេងនៅណាឆ្ងាយទេព្រោះអីវាក្តៅខ្លាំងតែម្ដងហើយរដូវក្តៅនេះគឺសូមបងប្អូនថែទាំសុខភាពផងពីព្រោះសុខភាពម្នាក់គឺអត់ដូចគ្នាទេអញ្ចឹងពិសេសគឺកូនក្មេងហើយនិងមនុស្សចាស់រដូវក្តៅអញ្ចឹងគឺញ៉ាំទឹកឲ្យបានច្រើនទៅល្អហើយនេះដែរគឺខ្ញុំចង់បង្ហាញពីរបៀបធ្វើ collagen ស្កាត្រីដោយវីដេអូមុនដែរបងប្អូនអញ្ចឹងគ្រឿងផ្សំគឺមានតែ3 4មុខទេជាមួយនឹងស្កាត្រីរបស់យើងចាមានប៉មមានស្លឹកតើយហើយនិងពត្រាក្រហមអញ្ចឹងបងប្អូនអាចមើលជាក់ស្ដែងបានចាគឺបងប្អូនធ្វើតាមវិធីដែលខ្ញុំបានប្រាប់នេះមកចាបងប្អូនអាចសាកធ្វើបានគឺងាយស្រួលទេប៉ុន្តែវារាំងយូរនៅពេលដែលយើងរំងាស់វាទឹក3យប់ទឹក1អញ្ចឹងបងប្អូនស្កាត្រីរបស់ខ្ញុំមាន4ខាំអញ្ចឹងខ្ញុំប្រើទឹក4លីត្រដែរបងប្អូនអញ្ចឹងយើងវាល់តាមកម្រិតហ្នឹងទៅហើយនៅពេលដែលយើងរំងាស់រយៈពេល3ម៉ោងគឺទឹកដែលនៅសល់គឺតែ1លីត្រទេទឹកនេះគឺពិតជាជំនួយដល់សុខភាពមែនទែនហើយមួយវិញទៀតសម្រាប់ collagen នេះគឺមិនមែនញ៉ាំបានតែសម្រាប់មនុស្សធំទេអញ្ចឹងក្មេងៗចាប់ពីអាយុ1 ខួបឡើងទៅគឺពួកគាត់អាចញ៉ាំបានហើយគឺវាជំនួយតាំងពីក្មេងៗរហូតដល់មនុស្សចាស់ហើយជាពិសេសបើមនុស្សចាស់បានញ៉ាំរៀងរាល់ថ្ងៃរឹតតែល្អខ្ញុំនេះរវល់ការងារពេលថ្ងៃហើយអញ្ចឹងពេលយប់ឡើងគឺឆ្លៀតធ្វើបន្តិចឲ្យបងប្អូនអើយព្រោះ collagen នេះវាក៏មិនងាយស្រួលប្រហែលដែរសម្រាប់ការរំងាស់វារយៈពេលយើងរំងាស់គឺ3ម៉ោងបានយើងអាចបាន collagen នឹងមកអញ្ចឹង collagen នេះយើងរំងាស់រយៈពេលបាន3ម៉ោងហើយចាគឺបងប្អូនមើលតាមជាក់ស្ដែងចាគឺទឹករបស់វាគឺមើលទៅទំនងគួរឲ្យចង់ញ៉ាំមែនទែនចាពណ៌គឺដូចស្តៀងនឹងទឹកតឡាចយើងតែម្ដងប៉ុន្តែនៅពេលបងប្អូនបានដាក់ក្នុងកែវអញ្ចឹងហើយបងប្អូនយកទៅក្លាសេនៅក្នុងទូទឹកកកសិនណាបងប្អូនចានៅពេលដែលយើងយកទៅក្លាសេវាកាន់តែបង្កើនរសជាតិវាគួរឲ្យចង់ញ៉ាំបន្ថែមទៀតព្រោះវាមានរូបរាងស្តៀងនឹងសារាយរបស់យើងណាបងប្អូនធ្លាប់ញ៉ាំសារាយ